ACU បញ្ជូនសំណុំរឿងគ្រូពេទ្យនិងអនុប្រធានមន្ទីរពេទ្យបង្អែកស្រុកម្នាក់ទៅតុលាការក្នុងករណីស៊ីសំណូកធ្វើលិខិតបញ្ជាក់ជំងឺคล้ายៗឲ្យកម្មកររាប់សិបនាក់ក្នុងមួយខែអង្គភាពប្រឆាំងអំពើពុករលួយ ACU បានកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់បញ្ជូនទៅកាន់អញ្ញការអមសាលាដំបងខេត្តកណ្ដាលចាត់វិធានការតាមផ្លូវច្បាប់លើករណីស៊ីសំណូករបស់សមាជិកនៃគណៈវិជ្ជាជីវៈខាងវិទ្យាសាស្ត្រចំនួន2រូបដែលបានខົບខិតគ្នាធ្វើលិខិតបញ្ជាក់សុខភាពបន្ពិតសម្បត្តិពេទ្យคล้ายៗប្រហែលពី30ទៅ40នាក់នៅក្នុងមួយខែយោងតាមរបាយការណ៍បច្ចុប្បន្នចុងក្រោយនេះ ACU បានដឹងថាជនសង្ស័យជាបុគ្គលិកសុខាភិបាលចំនួន2រូបត្រូវបានបញ្ជូនទៅកាន់តុលាការនោះរួមមានគ្រូពេទ្យ1រូបនិងអនុប្រធានមន្ទីរពេទ្យបង្អែកស្រុកចំនួន1រូបក្នុងខេត្តកណ្ដាលការឈានដល់ការចាប់ឃាត់ខ្លួននិងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការនេះបានធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចជំនាញបានរកឃើញថាបុគ្គលទាំងពីររូបនេះបានប្រើតួនាទីនិងវិជ្ជាជីវៈរបស់ខ្លួនដើម្បីទទួលបាននូវផលប្រយោជន៍មិនស្របច្បាប់និយាយឲ្យចំស៊ីសំណូកជាថ្នូរនឹងការចេញលិខិតបញ្ជាក់នៃជំងឺឬក៏ការសម្រាប់ព្យាបាលដោយមិនពិតប្រាកដប្រភពដដែលបានលាតត្រដាងថាក្នុងមួយខែពួកគេបានចេញសម្បត្តិពេទ្យមិនពិតនេះជូនទៅដល់មនុស្សប្រហែលពី30ទៅ40នាក់ដែលភាគច្រើនត្រូវបានគេសង្ស័យថាជាកម្មករកម្មការិនីយកទៅប្រើប្រាស់ដើម្បីសុំច្បាប់សម្រាប់ពីការងារដោយខុសច្បាប់ទង្វើនេះមិនត្រឹមតែជាការរំលោភលើក្រមសីលធម៌វិជ្ជាជីវៈគ្រូពេទ្យយ៉ាងធ្ងន់ធ្ងរប៉ុណ្ណោះទេក៏ប៉ុន្តែជាការបង្កឲ្យផលប៉ះពាល់ដល់ចង្វាក់ផលិតកម្មរបស់រោងចក្រសហគ្រាសនិងជាអំពើពុករលួយដែលច្បាប់ព្រហ្មទណ្ឌមិនអាចអត់ឱនបានឡើយបច្ចុប្បន្នជនសង្ស័យទាំងពីរនាក់កំពុងស្ថិតនៅក្រោមដំណាក់កាលសាកសួរនិងចំណាត់ការតាមនីតិវិធីរបស់តំណាងអញ្ញការអមសាលាដំបងខេត្តកណ្ដាលខណៈដែលសាធារណជនកំពុងរងចាំមើលទណ្ឌកម្មផ្លូវច្បាប់លើបុគ្គលដែលបានយកអាវពណ៌សដើម្បីសង្គ្រោះជីវិតមនុស្សទៅបម្រើជាផលប្រយោជន៍ផ្ទាល់ខ្លួនខុសច្បាប់បែបនេះខ្ញុំឈួនណែគ្រី MHJ TV